បាទថ្ងៃនេះខ្ញុំចែកម្លែកពីពណ៌ត្បូងធម្មជាតិរតនគិរីកម្រិតទឹកពិសេសបាទអញ្ចឹងមកក្របនេះទឹកពិសេសដែរបាទដូចនេះបាទអញ្ចឹងនៅក្នុងបតោងស្រោបនេះក៏ទឹកពិសេសដែរបាទហើយអញ្ជៀននេះក៏កម្រិតទឹកពិសេសដែរអញ្ចឹងបាទអញ្ចឹងពាក្យថាទឹកពិសេសមិនបានន័យថាគ្រប់ត្បូងទាំងអស់គឺពណ៌ដូចគ្នានៅក្នុងកម្រិតទឹកពិសេសហ្នឹងទេបាទធម្មតាពាក្យថាធម្មជាតិដូចមនុស្សយើងអញ្ចឹងខ្លះគាត់សឲ្យកម្រិតថាគាត់មនុស្សសមែនប៉ុន្តែសគាត់ខ្លះសមានជាតិក្រហមសខ្លះសមានជាតិលឿងអីចឹងទៅបាទអញ្ចឹងអានេះសិតតែកម្រិតទឹកពិសេសរបស់ត្បូងរតនគិរីទាំង3ក្របនេះតែបើយើងពិនិត្យឲ្យឃើញទៅវាមានលក្ខណៈភ្ញូចពណ៌ហ្នឹងអត់ដូចគ្នាបេះដាក់ទេបាទអាហ្នឹងហើយហៅថាធម្មជាតិបាទមានមួយហើយគឺឯកទេបាទអញ្ចឹងអាជៀននេះក៏កម្រិតទឹកពិសេសដែរបាទវាភ្ញូចបែបត្រួយចេកអានេះភ្ញូចបែបផ្ទុយកងោកបាទអានេះទៅដូចមានដូចក្លាប់ផេមអញ្ចឹងយើងដាក់ក្បែរគ្នាចេះអត់ដូចគ្នាទេបាទឃើញទេវាចាស់ខ្ចីជាងគ្នានៅក្នុងកម្រិតភ្ញូចពណ៌មិចនៅក្នុងជាមួយគ្នាហ្នឹងគឺវាអត់ដូចគ្នាបេះដាក់ទេធម្មជាតិនោះបាទអញ្ចឹងកម្រិតទឹកពិសេសមិនបានន័យថាតលតែដូចគ្នាឬមួយគ្រប់ត្បូងក្របក្នុងកម្រិតទឹកពិសេសហ្នឹងក៏ដូចគ្នាអត់ដូចទេបាទអត់ដូចបេះដាក់ទេអញ្ចឹងហើយបានគេឲ្យតម្លៃថាត្បូងធម្មជាតិវាមានសម្រស់ឯកបាទសម្រស់ឯកមិនថាឧទាហរណ៍នៅក្នុងជាញមួយនេះគឺមួយហ្នឹងគឺពិភពលោកហ្មងបាទទៅរកមួយទៀតឲ្យដូចគឺអត់ដូចទេតែមកស្តៀងដូចបតោងចេះក៏បតោងឯកដែរបាទក្នុងមួយក្របនេះវាមានពណ៌និងកម្រិតទម្ងន់នឹងយើងឆ្នៃបានបែបហ្នឹងគឺតែមួយហ្នឹងទេពិភពលោកអញ្ចឹងទូចមួយនេះចឹងដែរបាទបើសិនបងប្អូនទិញយកទៅធ្វើគ្រឿងធ្វើអីពិភពលោកនឹងមានតែមួយហ្នឹងបាទបើមានពីរក៏ត្រឹមតែស្តៀងទេដូចមនុស្សយើងអញ្ចឹងដូចខ្ញុំអ្នកលក់អញ្ចឹងដែរដើរជុំវិញពិភពលោកគឺมันអាចមានអ្នកដូចបេះដាក់ទេបានតែត្រឹមស្តៀងបាទអញ្ចឹងអានេះអត្តន័យនេះធម្មជាតិវាអស្ចារ្យអញ្ចឹងបាទអរគុណ